គេគ្រប់គ្នាគេទៅរកឃ្មុំនៅក្នុងព្រៃហើយចំណែកខ្ញុំវិញលក់ឃ្មុំនៅក្នុងព្រៃបាទថ្ងៃនេះខាងខ្ញុំបានរៀបចំឃ្មុំចំនួន5ធុងដាក់ជូនបងប្រុសនៅខាងកាចេះគាត់កំង5ធុងបងប្អូនហើយគាត់ប្រាប់ថានៅតំបន់គាត់នោះសម្បូរឃ្មុំព្រៃមកនៅមកអីធ្វើសបុកធ្វើអីនៅម្ដុំគាត់នឹងច្រើនអញ្ចឹងគាត់ចង់យកឃ្មុំនេះទៅដាក់សាក់មើលគីឡូបានសាច់ខ្លះបានទឹកខ្លះទុកហូបហើយខាងខ្ញុំក៏បានរៀបចំជូនបញ្ជាក់ប្រាប់បងប្អូនបន្តិចថាបងប្អូនណាដែលមានបំណងចង់បានឃ្មុំយកទៅចិញ្ចឹម1ធុងក្តី2ធុងក្តី5ធុងក្តីលក្ខណៈគ្រួសារដើម្បីបានទឹកបានសាច់យកហូបហើយបងប្អូនគិតថាតំបន់បងប្អូនមានទឹកដុំច្រើនមានឃ្មុំព្រៃមិននៅច្រើនអញ្ចឹងបងប្អូនអាចតាក់ទងមកខាងខ្ញុំបានខ្ញុំនឹងរៀបចំជូនហើយទន្ទឹមនឹងដែរបងប្អូនយកពូជពីខាងខ្ញុំទៅខ្ញុំនឹងជួយចែករំលែកខ្លះបទពិសោធន៍ដែលខ្ញុំមានរយៈពេលជាង10ឆ្នាំជិត10ឆ្នាំក្នុងការចិញ្ចឹមឃ្មុំនេះប្រាប់បងប្អូនដើម្បីបងប្អូនយកឃ្មុំទៅចិញ្ចឹមហើយកុំឲ្យខាតបងប្អូនចិញ្ចឹមហើយខ្ញុំជួយប្រាប់ទៅបងប្អូនដាក់ទៅវារលូនត្មងអញ្ចឹងទេបងប្អូនមានបំណងចង់បាននេះអាចតាក់ទងបានតាម Telegram ក៏បាន Facebook ក៏បានដែរផ្ញើសារមកតាក់ទងមកខ្ញុំមានពេលខ្ញុំនឹងតបឆាតបងប្អូនភ្លាមតាមដែលអាចធ្វើបានហើយឥឡូវខ្ញុំបានរៀបចំហើយដាក់ក្នុងឡានហើយនេះគឺជាទស្សនវិជ្ជាដែលខាងខ្ញុំដាក់ឃ្មុំបងប្អូនដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំជប់ក្នុងទទឹងនេះហើយឃ្មុំច្រើនបងប្អូនត្រូវការប្រមាណក្បាលនេះបងប្អូនត្រូវការតាក់ទងមកបងប្អូនខ្ញុំនឹងរៀបចំភ្លាមជូន